តែអ្នកទាំងអស់គ្នាគិតថាបញ្ហាអ្វីដែលកំពុងកាត់ឡើងនឹងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថាននៅជុំវិញខ្លួនរបស់ពួកយើងជាដំបូងនេះខ្ញុំសូមគោរពដល់លោកគ្រូអ្នកគ្រូជាទីគោរពសួស្តីដល់មិត្តភ័ក្តិសិស្សានុសិស្សក៏ដូចជាអ្នកទស្សនាវីដេអូនេះជាទីស្រឡាញ់នាងខ្ញុំម៉ាត់ឌីសាគឺជាសមាជិកមួយរូបនៃក្រុម BWTs ដែលបានសិក្សាលើកម្មវិធី Meet App Eventer នៃកម្មវិធីប្រកួតប្រជែង Innovation Girl ពួកយើងបានឃើញពីបញ្ហាជាច្រើនដែលកំពុងកើតឡើងលើផែនដីរបស់យើងដែលក្នុងនោះពួកយើងបានលើកយកអំពីបញ្ហាការកើនឡើងកម្រិតផែនដីយកមកសិក្សាដោយហេតុឃើញថាបញ្ហានេះកំពុងកើតឡើងតាមបណ្ដាប្រទេសនៅជុំវិញពិភពលោកជំរាបសួរអ្នកនរគ្នានាងខ្ញុំឈ្មោះផាវ៉ានីដាថ្ងៃនេះនាងខ្ញុំបានលើកយកបញ្ហាប្រឈមនៃប្រធានបទការកើនឡើងកម្រិតផែនដីដោយយើងនឹងស្រាប់ហើយថាការកើនឡើងកម្រិតផែនដីគឺបណ្ដាលមកពីសីតុណ្ហភាពមធ្យមដែលកើតឡើងយ៉ាងរហ័សនៃមនុស្សដែលមានកត្តាដូចជាទី1ការកាប់បំផ្លាញព្រៃឈើទី2ការបាញ់ឧស្ម័នផ្ទះកញ្ចក់ច្រើនហួសហេតុពេកទី3ការប្រើប្រាស់ថាមពលដែលមិនអាចកែលម្អបាននិងទី4ការដុតបំផ្លាញព្រៃឈើបន្ទាប់ពីយើងបានដឹងអំពីបញ្ហាប្រឈមហើយដូចនេះយើងមកដឹងអំពីដំណោះស្រាយម្ដងចំពោះដំណោះស្រាយវិញទី1គឺយើងត្រូវដាំដើមឈើឲ្យបានច្រើនហើយទី2ហ្នឹងយើងកុំទៅដុតបំផ្លាញឬកាប់បំផ្លាញព្រៃឈើហ្នឹងច្រើនពេកហើយទី3យើងត្រូវកាត់បន្ថយការប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ជំរាបសួរនាងខ្ញុំឈ្មោះថុសានគិតសូមឡើងមកបកស្រាយការសន្និដ្ឋានរបស់ក្រុមពួកយើងចំពោះការសន្និដ្ឋានវិញយើងអាចនិយាយបានថាការកើនឡើងកម្ដៅលើភពផែនដីគឺពិតជាបណ្ដាលមកពីការសកម្មភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរពិតប្រាកដមែនដូច្នេះហើយដើម្បីបង្ការការកើនឡើងកម្ដៅលើភពផែនដីនៅតាមបណ្ដាប្រទេសនានាយើងទាំងអស់គ្នាចូលរួមគប្បីដើមឈើដែលជាទីជម្រករបស់សត្វនិងជាទីផ្ទុកដង្ហើមរបស់ភាវៈរស់ទាំងអស់នៅក្នុងភពផែនដីនេះ